មៀបានធ្លាក់ចុះមកនៅត្រឹមប្រហែល$3,680ក្នុង1អោនកាលពីថ្ងៃពុធដែលតំណងជាទទួលបានប្រាក់ចំណេញបន្ទាប់ពីលោហៈធាតុបានបំបែកកំណត់ត្រាថ្មីនៅក្នុងវគ្គមុននិងបានសាកល្បងតម្លៃ$3,700ទោះជាយ៉ាងណាក៏ដោយភាពលំអៀងកើនឡើងកាន់តែទូលំទូលាយនៅតែរក្សាដដែលខណៈដែលទីផ្សារកំពុងរងចាំការសម្រេចចិត្តគោលនយោបាយរបស់ធនាគារកណ្ដាលដោយធនាគារកណ្ដាលបានរំពឹងទុកយ៉ាងទូលំទូលាយថានឹងផ្ដល់នូវការកាត់បន្ថយអត្រាការប្រាក់ 0.25% ដែលជាការកាត់បន្ថយដំបូងនៃឆ្នាំនេះទិន្នន័យប្រាក់បៀវត្សទុនជាងមុនបានបង្ហាញពីការធ្លាក់ចុះនៃទីផ្សារការងារដោយពង្រឹងការរំពឹងទុកសម្រាប់ការកាត់បន្ថយជាច្រើនដោយទីផ្សារឥឡូវនេះបានកំណត់ទិន្នន័យក្នុងការកាត់បន្ថយចំនួន3នៃឆ្នាំនេះទោះបីជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចបង្ហាញពីភាពធន់នឹងការជួញដូរនៅពេលដែលការលក់រាយខែសីហាបានកើនឡើង 0.6% ខណៈពេលដែលក្រុមត្រួតពិនិត្យ Snore បានកើនឡើង 0.7% ដែលជាការកត់សម្គាល់នៅកំណើនរយៈពេល4ខែជាប់គ្នាវិនិយោគិនក៏នឹងមើលផែនការចំណេញថ្មីរបស់ Fed និងសន្និសីទសារព័ត៌មានរបស់ប្រធាន Jerome Powell សម្រាប់ការណែនាំបន្ថែមទន្ទឹមនឹងនេះដែរមានបានការឡើងប្រហែល 41% ពីមួយឆ្នាំទៅមួយឆ្នាំដែលគាំទ្រដោយតម្រូវការធនាគារកណ្ដាលដ៏រឹងមាំលំហូរចូលដែលមានសុវត្ថិភាពនិងការផ្លាស់ប្ដូរឆ្ងាយពីប្រាក់ដុល្លារអាមេរិកដែលធ្លាក់ចុះ